mà chẳng ngày nắng ngày cái miền Tây hai chục một ca thôi chừng đi anh ban này tha miền Tây hai bên để dương bờ lòng bạn lục hai nó dương đương thay dương hiện đây ai bạc đây dương miền chừng được chọn chẳng nhom nâng mọc hẹp bị thì sang môi chừng đuốn để nhom bạn ăn ở quát hơi ở vía con lang lửa nhom toa mỏng để xa tập bên nắng nhom có miền chừng được chọn đây đôi tập bồn lái nó tạo khnia nhom ở sờ lạnh khang sạp trẻ cắm cứ tại tông cho mùi nâng architecture đôi chỉ interior design như chừng từ hay bên nắng nhom có ban bên để chọn bạn đục nắng á nhom có ban từ tu ban là hai đôi ở nơi là lim cọc pính chừng đuốn chỉ xăm sập hiện rồi đá bên nắng tái nhom ăn chơi riêng nơi là nắng tê hay môi tiết cứ nhom ban từ hiển triệp nơi là có hóm cứ giả rú pha năng ánh nơi khang bẹt liếp hay pe đáy chọn bạn đụng nước của nhom ban hiển thị ban vào lòng châu ấy đá hay có bán chọn để khi bàn tay nhom ban chỉ chơi thả tiền vần trong ban này tha nhom đặt ở tháp trẻ cam của đôi chị interior design nó cứ nơi lủng đắp tỉ mùi bàn tay chùm rơ để nhom thằng chơi nó cứ nhom chơi chùm rơ tivi bảo nhom là khi cứ là khang này technology វាពាក់ព័ន្ធជាមួយនឹងខាងវិស្វកម្មហើយនឹងពាក់ព័ន្ធជាមួយនឹងនិយាយទៅឲ្យតែពាក់ព័ន្ធជាមួយនឹង technology ដែលខ្ញុំរៀនពាក់ព័ន្ធជាមួយនឹង computer ក៏ដូចជាយើងជ្រើសរើសជំនាញនៅសាលា techno របស់ខ្ញុំរៀនរាល់ថ្ងៃហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាជំរើសទី1ជំរើសទី2ជំរើសទី3គឺយើងត្រូវតែមានហេតុអីដោយសារពេលខ្លះជំរើសទី1របស់យើងវាអត់សមស្របទៅនឹងបរិបទរបស់យើងហើយមួយទៀតគឺវាពិបាកខ្លាំងហើយចំណុចដែលខ្ញុំពិបាកជាងគេហ្នឹងគឺការដែលទៅរៀនវាឆ្ងាយពេកអញ្ចឹងបានន័យថានៅសាខាប្រែកលៀបក៏ដូចជានៅរូហ្វាសាលាក្រហមហ្នឹងគឺវាឆ្ងាយខ្លាំងពេកខ្ញុំពិបាកជិះទៅហើយក៏ដូចជាវាមានបញ្ហាមួយទៀតពាក់ព័ន្ធជាមួយនឹងវាពិបាកខ្លាំងដែរសម្រាប់ខ្ញុំហើយណាមួយខ្ញុំអាចគិតថាខ្ញុំនៅមានឱកាសផ្សេងទៀតព្រោះពេលហ្នឹងខ្ញុំបានប្រឡងជាប់រូហ្វាហើយខ្ញុំដឹងថាខ្ញុំប្រឡងជាប់ហើយប៉ុន្តែខ្ញុំនៅមានតទិញពាក្យតទិញអីដាក់អាហារូបករណ៍អីផ្សេងច្រើនទៀតអញ្ចឹងបន្ទាប់ពីហ្នឹងមកខ្ញុំក៏មានអាហារូបករណ៍មួយទៀតដែលហៅថាអាហារូបករណ៍ទេពកោសល្យ digital ដែលចូលហ្នឹងគឺគេខ្ញុំនឹងនិយាយលម្អិតនៅវីដេអូក្រោយបើសិនជាអ្នកនរគ្នាចង់ដឹងប៉ុន្តែខ្ញុំដាក់ហ្នឹងគឺខ្ញុំដាក់នៅក្នុងចំណោមសាលាទាំង6ម្ដងមិនដឹងឯងប៉ុន្តែនៅក្នុងចំណោមហ្នឹងគឺខ្ញុំដាក់នៅសាលា Paragon តាក់ទងជាមួយនឹងជំនាញខាង software អីចឹងទៅអញ្ចឹងអាហ្នឹងវាត្រូវគ្នាជាមួយនឹងអីដែលខ្ញុំកំពុងតែរៀននៅក្នុងសាលា Techno រាល់ថ្ងៃហ្នឹងដែរអញ្ចឹងពេលហ្នឹងពេលដែលខ្ញុំប្រឡងចូល Paragon ហ្នឹងប៉ុន្តែពេលហ្នឹងគឺគេប្រឡងនៅ CADT ទេប៉ុន្តែយើងប្រឡងហ្នឹងគឺវាមានពីរតង់តង់ទី1ខ្ញុំជាប់តង់ទី2គឺខ្ញុំជាប់ដែរប៉ុន្តែខ្ញុំជាប់បំរុងអញ្ចឹងទៅយើងដាក់ពាក្យអត់តន់គេខ្ញុំអត់បានរៀននៅ Paragon ហ្នឹងទេដល់ពេលហើយខ្ញុំក៏មានជំរឿនមួយទៀតដោយសារខ្ញុំបានប្រឡងនៅ Techno ដែរហើយជាការដែលល្អខ្លាំងមែនតើគឺខ្ញុំបានប្រឡងជាប់សាលា Techno អញ្ចឹងខ្ញុំក៏ជ្រើសរើសរៀននៅសាលា Techno វិញអញ្ចឹងឃើញថាជំរឿនរបស់ខ្ញុំទាំងអស់អីដែលខ្ញុំដាក់ពាក្យទាំងអស់គឺវាសិតតែត្រូវនឹងចិត្តរបស់ខ្ញុំទាំងអស់គ្រាន់តែវាជាជំរឿនទី1និងជំរឿនទី2របស់ខ្ញុំឯងហើយខ្ញុំនៅមានជំរឿនទី3ទៀតប៉ុន្តែធំជំរឿនទី2ខ្ញុំក៏សម្រេចចិត្តថារៀននៅសាលា Techno ហ្នឹងមកអញ្ចឹងខ្ញុំអាចនិយាយបានថាវីដេអូនេះវារៀងវល់បន្តិចប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់ពី journey របស់ខ្ញុំហើយថាតើការដែលយើងរើសជំនាញហ្នឹងវាមិនមែនត្រូវអីដែលយើងចង់បានជំរឿនទី1ដែលយើងត្រូវតែរៀននៅជំនាញហ្នឹងទេអញ្ចឹងយើងត្រូវដឹងខ្លួនឯងដែរថាបន្ទាប់ទៀតជំរឿនបន្ទាប់ទៀតរបស់យើងហ្នឹងគឺយើងត្រូវរៀនពីអីអាហ្នឹងក៏យើងត្រូវដឹងដូចគ្នាអញ្ចឹងជាវាការដែលយើងអត់បានជំរឿនទី1ចុះយើងនៅមានជំរឿនទី2ទៀតដែលល្អសម្រាប់យើងហើយមួយទៀតពេលដែលយើងចាប់អាដុកហ្នឹងអីដែលខ្ញុំចង់ recommend ដល់បងប្អូននៅក្នុងឆ្នាំនេះក៏ដូចជាឆ្នាំក្រោយៗទៀតថាពេលដែលយើងប្រឡងចាប់ហើយយើងត្រូវតែស្វែងរកអាហារូបករណ៍ខ្ញុំជឿថាមានសាលាភិច្រើនគាត់ឲ្យអាហារូបករណ៍ទៅដល់សិស្សអញ្ចឹងណាអញ្ចឹងយើងត្រូវតែមើលដែរអញ្ចឹងកំឡុងពេលដែលយើងចាំលទ្ធផលហ្នឹងយើងត្រូវមើលថាសាលាណាឲ្យអាហារូបករណ៍ទៅលើតេស្តអីឬក៏សាលាណាគាត់ឲ្យអាហារូបករណ៍បែបណាអញ្ចឹងទៅអញ្ចឹងយើងគួរតែ note ទុកក៏ដូចជាកត់សម្គាល់ហើយមើលថ្ងៃ deadline ផងអញ្ចឹងដូចជាក់ស្ដែងនេះខ្ញុំឃើញថាមានអាហារូបករណ៍ទេពកោសល្យ digital ដែលចូលហ្នឹងគឺគេដាក់ឲ្យយើងនៅក្នុងការប្រឡងដើម្បីបានអាហារូបករណ៍អីច្រើនហើយមាននៅច្រើនទៀតអាហារូបករណ៍ច្រើនទៀតដែលយើងអាចស្វែងរកបាននៅតាមអ៊ីនធឺណិតក៏ដូចជា page របស់ក្រសួងអីផ្សេងៗដែរហើយអ្នកដែលគាត់ចង់ទៅរៀននៅស្រុកក្រៅអីក៏គាត់អាចរកបាននៅតាមក្រសួងអប់រំយុវជននិងកីឡាឬក៏ច្រើនខ្លាំងមែនតើអ្នកទាំងគ្នាបើសិនជាយើងយកពេលវេលាហ្នឹងឲ្យមានតម្លៃហើយយើងផ្ដោតទៅលើអីដែលយើងចង់បានក៏ដូចជាគោលដៅរបស់យើងអញ្ចឹងយើងអត់ប្រហែលជាយើងអត់ខាតពេលនៅក្នុងការទៅរកអាហារូបករណ៍សម្រាប់រៀននៅសាកលវិទ្យាល័យទេ